Samsung S20 Bay Ultra បញ្ហាដែលចូលទឹកខ្លាំងបញ្ហាឆ្លងខូចអេក្រង់បាត់ទៅហើយបាទខូចកាមេរ៉ាក្រោយតេជន់ឡើងតាំងពីខែមកបាទអ្នកខាងព្រៃវែងផ្លាស់ប្ដូរអេក្រង់ស៊ីនបាទដូរកាមេរ៉ាស៊ីនហើយសម្រាប់ការងារជួសជុលនៅថ្ងៃទី15នេះយើងក៏ទទួលបាន Samsung S22 Ultra បងប្អូនរហូតដល់2ដើមដែរដោយម្ដងនេះយើងធ្វើការផ្លាស់ប្ដូរប្រភេទអេក្រង់ copy OLED ជាប់តួនឹងឯសកម្មភាពជាងគាត់តេស្តថាច់បាទយើងទៅលើថាច់ជូនមួយខែហើយនេះក៏បាទ Samsung S22 Ultra ដូចគ្នាដែរគាត់ថាម្ដងនេះគឺអតិជនដាក់ខ្ចប់ផ្ញើមកតាំងពីខែមកបាទនេះយើងបាទ unbox នឹងធ្វើការផ្លាស់ប្ដូរដាក់ផ្ញើទៅវិញបន្ទាប់ទៀតតកតងនឹង iPhone 15 Pro តូចថ្ងៃមុនបាទបញ្ហាដែលឆ្លងខូចលើផ្នែកម៉ាស៊ីនអត់ដល់ Wi-Fi ឆេះលុតនឹងបែកខ្នងឥឡូវរួចរាល់ហើយនេះក៏ប្រភេទអវ៉ាន់ដែលអតិជនគាត់ដាក់ខ្ចប់មកដែរបាទសម្រាប់ Samsung Note 20 Ultra បាទឃើញថាមួយរយៈនេះយើងទទួលបានច្រើនជាងគេហើយបាទភាគច្រើនគឺផ្លាស់ប្ដូរអេក្រង់ OLED នឹងតែម្ដងសម្រាប់ Pixel 6បាទធ្លាប់ផ្លាស់ប្ដូរអេក្រង់ខាងយើងគាត់ថាខូចកាមេរ៉ាឥឡូវដូរកាមេរ៉ាថែមនេះគឺ iPad Pro បាទបញ្ហាដែលខូចអេក្រង់បាទ iPhone 12បែកខ្នងបាទបែកកញ្ចក់ខូចថាច់បាទអតិជនក៏ឡើងទៅដល់7 Pro ដែរ iPhone 11 Pro Max នេះក៏ឡើងទៅដល់7 Pro Max ដែរបងប្អូនបាទនេះសម្រាប់ Samsung Note 20 Ultra ទៀតដែរបាទអតិជនក៏ផ្លាស់ប្ដូរប្រភេទអេក្រង់ OLED ដែរបាទសម្រាប់បញ្ហាដែលជាប់ iCloud បាទជាប់ iCloud មកជុំងុំគឺបាទច្រឡំដៃធ្លាក់បាទស្ទើរថាច់ខូចអេក្រង់បាត់ហើយអញ្ចឹងមកដើមនេះយើងដូរម៉ាស៊ីនហើយផ្លាស់ប្ដូរអេក្រង់គាត់ថាប្រភេទអេក្រង់តម្លៃធូរអេក្រង់ GX ចុងម៉ោងនេះគឺ Google Pixel 7 Pro បាទក៏ដូចជា Pixel 6 Pro បាទមកជាប់គ្នានេះយើងធ្វើការផ្លាស់ប្ដូរអេក្រង់បាទស្ទើរអេក្រង់ស្ទើរតួបាទអាចយកមកផ្លាស់ប្ដូរបានបងប្អូនមានសឹងតែគ្រប់ស៊េរីទៅហើយនៅខាង Vivek Note 9បាទស៊េរីចាស់មែនប៉ុន្តែយើងមានប្រភេទអេក្រង់ copy អាចដូរប្រើបានបញ្ហាដែលបាទ11 Pro Max បែកខ្នងហើយនឹងខូចកាមេរ៉ាបាទផ្លាស់ប្ដូរឲ្យជួយទិញម្ដងទៀតអរគុណបាទអតិជនយើង iPhone 11ខូចអេក្រង់បាទនេះគឺ